ជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះខ្ញុំមកចែករំលែកពីបទពិសោធន៍ចាកូនដែលជើងកូនខ្ញុំនេះគាត់ដើរទៅកលាច់ជើងហើយវាឡើងប៉ោងនេះបងប្អូននេះបងប្អូនឃើញប៉ោងណាចាប៉ោងមើលនេះរៀងប៉ោងត្រង់ហ្នឹងអញ្ចឹងចាអញ្ចឹងខ្ញុំក៏បុកនេះចាបុករំដេងជាមួយខ្ញីចាប៉ុន្តែបុកនេះក៏អត់បានគ្រប់មុខដែរបងប្អូននៅខ្វះគល់ស្លឹកគ្រៃមួយមុខទៀតប៉ុន្តែបានតែពីរមុខហ្នឹងក៏បានដែរចាដាក់ឲ្យលាយជាមួយនឹងស្រាសហើយយកមកគឺដាក់ពពកលើជើងហ្នឹងចាឃើញថាបានផលពិតបងប្អូនកាលពីម្សិលមិញហ្នឹងគឺដើរប៉ាំងខ្ញាវទេដល់ពីយប់មិញខ្ញុំហុំបានមួយយប់លំឡើងដើររៀងបានធូរជាងមុនចាអញ្ចឹងតែអញ្ចឹងហើយបញ្ចូលមកគឺរុំចាដាក់អញ្ចឹងហើយចាប់តាមរុំវាហើយចងការជើងខ្ញុំខិចមេជើងបងប្អូនហើយដាក់បល័យស្រាសូអត់បានទេដល់ពេលខ្ញុំរុំអញ្ចឹងដាក់ល្មៀតដាក់អណ្ដែងគល់ស្លឹកគ្រៃហើយនឹងខ្ញីបុកបញ្ចូលគ្នាទៅដាក់ស្រាសចារុំទៅ2-3ថ្ងៃជាចាហើយនេះមើលខ្ញុំរុំរហូតដល់អស់ចាអស់ប៉ុណ្ណឹងប៉ុន្តែឃើញថាធូរបានច្រើនហើយចាម្សិលមិញគាត់ដើររួចទេប៉ាំងខ្ញាវវាសល់វាប៉ោងដល់ពេលរុំបានមួយជប់ចាឃើញថាស្រក់បានច្រើនហើយបានដើរបានស្រួលជាងមុនអញ្ចឹងចាំមើលតាមដានបន្តទៀតថាស្អែកទៅយ៉ាងម៉េចចឹងមកបងប្អូនប៉ុន្តែសង្ឃឹមថាជាច្រើនព្រោះភាសាអីម្សិលមិញគាត់ដើររួចទេប៉ាំងខ្ញាវយំផងអីផងថ្ងៃនេះដើរបានធូរជាងមុនចាអញ្ចឹងវីដេអូនេះគឺចែករំលែកចំពោះបងប្អូនដែលក្រិចថ្លោះចាគឺថ្នាំនេះគឺពូកែស័ក្តិសិទ្ធិណាស់សម្រាប់ព្យាបាលក្រិចថ្លោះចាឥឡូវថកហើយខ្ញុំចាប់ផ្ដើមបើកស្រាយទំនឹកឃើញថតអញ្ចឹងបើកមើលឃើញថាវាយ៉ាងម៉េចដែរចានេះឃើញថាហៀបអញ្ចឹងយើងរុំមកយប់និយាយថាហៀបហើយអញ្ចឹងវាចិត្តជាអញ្ចឹងអាចថាមួយថ្ងៃពីរទៀតជាហើយចានៅប៉ោងតិចចាអញ្ចឹងរុំហ្នឹងបញ្ជាក់ថារុំគឺមួយថ្ងៃយើងរុំតែម្ដងទេរុំនៅពេលយប់ចាបើរុំជាប់យើងអាចវាលួចដោយសារស្រាសនិងទំតែងខ្ញីហ្នឹងវាក្តៅបងប្អូនអញ្ចឹងយើងរុំតែមួយថ្ងៃគឺម្ដងទេ